បាទសួស្តីពុកមិញពុកម៉ែបងប្អូននេះសកម្មភាពខ្ញុំចុះមកខាងពេជ្រនិលដើម្បីតាមដានចំការរបស់ពូតុលដែលគាត់បានយកជីមកស្រោចណាដែលយើងមានជីប្រភេទទឹកដែលចំណាយតិចហើយធូរថ្លៃសម្រាប់ការស្រោចទៅលើដំណាំស្វាយរបស់យើងហើយចំការនេះដែរគឺគាត់ទៅតែរៀបចំតែងមែកដើម្បីស្រោចជីយកត្រួយបាទហើយឃើញមានហើបមកខ្លះហើយអញ្ចឹងយើងស្រោចដើម្បីឲ្យវាបុកមកកាន់តែច្រើនហើយចង់ដឹងថាការស្រោចជីរបស់គាត់ទៅមានលទ្ធផលម៉េចហើយចំណេញហើយជាការគាត់នេះគឺគាត់ប្រើរហូតមកបាទអញ្ចឹងយើងទៅមើលជីនេះគឺមានបៃតងជានិចហើយជីកែងទឹកហើយនឹង Power DAP ហើយនេះទឹកដែលយើងលាយជីហើយគឺខ្មៅល្អដោយសារយើងមានពពុះខូចមិចហើយនេះជាសកម្មភាពដែលគាត់ស្រោចបាទយើងស្រោចម្ដងតែ5លីត្រចឹងមកបងប្អូនបាទហើយនេះជាទិដ្ឋភាពស្វាយដែលវាបុកធួយមកហើយបាទមានបុកមកខ្លះអញ្ចឹងគាត់ស្រោចបន្ថែមហ្នឹងគឺដើម្បីជំរុញឲ្យមកកាន់តែស្រស់ហើយកាន់តែអស់អញ្ចឹងណាអញ្ចឹងស្វាយរបស់គាត់គឺចេញស្អាតចេញច្រើនម្ដងនេះគឺ4 5 6មុខបិចមកចេញមកច្រើនបាទហើយដើមដែលមានផ្លែនោះគឺវាចេញមកដែរប៉ុន្តែវាអត់សូវច្រើនអញ្ចឹងហើយគឺការស្រោចជីជួយជំរុញឲ្យវាបុកមកកាន់តែខ្លាំងបាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះហើយបើសិនជាពូមីងពុកម៉ែបងប្អូនត្រូវការជីអាចតាក់ទងមកលេខនៅលើវីដេអូនេះឬក៏តាមរយៈ page របស់ក្រុមហ៊ុនអន្ត្រីមាសហើយពុកមីងពុកម៉ែបងប្អូនកុំភ្លេច follow និង subscribe page របស់ខ្ញុំមួយម្នាក់ផងដើម្បីទទួលបានវីដេអូថ្មីបាទសូមអរគុណ